ចាស់តែនិយាយថាសម័យត្រូវតែរៀនបារាណក៏កំចោលនេះជារឿងពិតណាបងប្អូនសម្រាប់ខ្ញុំវ័យនេះចូលដល់ដាច់ឆ្នាំនេះខ្ញុំចូលដល់36ហើយ36 37ហើយណាបងប្អូនប៉ុន្តែខ្ញុំអត់ដែរចោលរូបមន្តបារាណពីដូនតាចាល្មៀតសូនទឹកឃ្មុំបល័យសូនទឹកឃ្មុំហ្នឹងល្មៀតនេះណាជួយឲ្យយើងគេងលក់ស្រួលចាឲ្យបល័យជួយឲ្យយើងឆ្អិនតសៃឆ្អិនអីចាឲ្យជាមួយនឹងខ្ញីជួយឲ្យយើងស្រក់គីឡូផងហើយយើងសម្រាប់ឲ្យមុខយើងហើមស្ពុលអីហ្នឹងក៏ឆាប់ធ្វើយើងស្រក់ដែរជាពិសេសធ្វើឲ្យស្បូនយើងអីឆាប់ រួមមកវិញអីចឹងបងប្អូនសាច់ភ្នត់ក្បាលពោះយើងអីអញ្ចឹងបើសិនជាបងប្អូនណាដែលគាត់ទៅសាច់ខ្ចីប្រើជាឈុត3ហ្នឹងទៅបងប្អូនល្អបំផុតហើយបើដូចខ្ញុំអត់មានទៅសាច់ខ្ចីសាច់អីប៉ុន្តែក៏ខ្ញុំញ៉ាំដែរធ្វើឲ្យយើងសាច់ចាំហើយជួយពជាភាពចាស់របស់យើងទៀតណាបងប្អូនអញ្ចឹងសម្រាប់បងណាដែលគាត់ទៅសម្រាប់កូនហើយគាត់ញ៉ាំជាមួយនឹងបល័យសូនទឹកឃ្មុំល្មៀតសូនទឹកឃ្មុំហើយឆុងជាមួយនឹងតែខ្ញីនេះទៅបងប្អូនទី1ជួយបង្កើនទឹកដោះផងទី2ធ្វើឲ្យយើងឆ្អិនតសៃល្អជួយឲ្យយើងស្រក់នៅខ្លាញ់ក្បាលពោះហ្នឹងចាហើយស្បូនយើងក៏ឆាប់ជាសះស្បើយបងប្អូនដឹងស្រាប់ហើយល្មៀតកាត់បន្ថយការអាលាកធ្វើឲ្យឈាមដើរល្អស្រួលបល័យធ្វើឲ្យយើងឆាប់ឆ្អិនតសៃបង្កើនទឹកដោះចានិយាយទៅច្រើនណាស់ហើយបើនិយាយពីខ្ញីវិញគឺជួយឲ្យយើងស្រក់គីឡូនឹងឯងបងប្អូនសម្រាប់ហើយដឹងបសល់ទុកនឹងស្បែកពោះក្រាស់ហើយរៀងជាធ្លាក់ជាងមុនហើយមុខយើងក៏ស្ពុលអញ្ចឹងយើងញ៉ាំឆុងតែខ្ញីនេះញ៉ាំទៅក្រួយបាយចាក្រួយបាយល្ងាចក្រួយអាហារព្រឹកអីក៏ដោយគឺល្អបំផុតហើយល្មៀតសូនទឹកឃ្មុំនេះយើងញ៉ាំមុនចូលគេងហើយបល័យវិញយើងញ៉ាំក្រួយអាហារពេលព្រឹកអីចឹងណាមួយថ្ងៃ2គ្រាប់អីទៅចាធ្វើឲ្យយើងនឹងគេងលក់ស្រួលឈាមដើរល្អស្បូនក៏ឆាប់ជាសះស្បើយហើយបើសិនជាបងប្អូនចង់បានរបស់សុទ្ធល្អខ្ញុំណែនាំឲ្យបងប្អូនទិញពីខាងគាត់ព្រោះរបស់ញ៉ាំចូលពោះត្រូវតែប្រយ័ត្នត្រូវតែរបស់នឹងសុទ្ធហើយធម្មជាតិទៀតបងប្អូនចាពីខាងគាត់សិប្បកម្មខ្មែរយើងចុះការបរិច្ឆេទច្បាស់ត្រឹមត្រូវមានការរបៀបប្រើប្រាស់ហើយទទួលបានជាប់បភពពីក្រសួងច្បាស់លាស់ទៀតចាំខ្ញុំដាក់ page របស់គាត់ឲ្យ